ក្តៅក្រហាយក្នុងបច្ចុប្បន្នហើយលះលោកនេះទៅហើយរមែងទៅកើតក្នុងអបាយទុក្ខតេវិនិបាតទទួលបាននៅសេចក្តីទុក្ខដ៏ក្រៃលែងសម្រាប់ពរញោមឧបាសិកាតាត់យូចាស់ក្រុមវេន6កើតហើយក៏ជាម្ចាស់សាលាធម្មសភាដ៏ស្កឹមស្កៃនេះដែលប្រសង់តែងតែបានមកបំពេញបុណ្យញាតិញោមសូត្រមន្តចម្រើនព្រះបរតទេសនាជាដើមថ្ងៃនេះអាត្មាចង់លើកពធមួយចំណុចចែកជូនដល់ញោមហើយនឹងអ្នកដែលស្ដាប់នឹងផងដែរព្រះសារីបុត្រលោកគឺជាអគ្គសាវកស្ដាំហើយលោកក៏ជាអ្នកជំនាញក្នុងការឲ្យអាវាតដល់ភិក្ខុទាំងឡាយជាបងដែលតែងតែមើលថែបងប្អូនណាកាលនោះភិក្ខុទាំងឡាយលោកប្រាថ្នាទៅចាំភាសាកន្លែងផ្សេងហើយព្រះអង្គក៏ឲ្យលោកនឹងទៅថ្វាយគុំលាព្រះសារីបុត្រក្រែងបានអាវាតអីខ្លះអញ្ចឹងណាពេលហ្នឹងព្រះសារីបុត្រលោកលើកមួយចំណុចថានាលអវសោទាំងឡាយប្រសិនបើបុគ្គលទាំងឡាយបាននៅអកុសលធម៌បាននៅបាបបាននៅទុច្ចរិតហើយស្រាប់តែជាអ្នករស់នៅប្រកបដោយសេចក្តីសុខមិនមានទុក្ខមិនក្តៅក្រហាយមិនចង្អៀតចង្អល់លុះលះលោកនេះទៅហើយទៅកាន់បរៈលោកនាយទៅកើតក្នុងសុគតិមិនសមម្លេះមិនសមព្រះអង្គមិនសម្ដែងឲ្យលះបាបលះអកុសលទេយល់ទេញោមមានន័យថាបើបុគ្គលស្រាប់តែធ្វើបាបហើយស្រាប់តែបានសេចក្តីសុខអាហ្នឹងដូចយើងនិយាយសប្ងៃថាព្រោះធ្វើបាបបានលុយអីចឹងណាហ្នឹងការយល់អញ្ចឹងហើយបើសិនជាការធ្វើបាបធ្វើអកុសលហើយស្រាប់តែបានសេចក្តីសុខបែបនេះម្លេះសមព្រះអង្គមិនសម្ដែងឲ្យលះទេប្រកាសជាឲ្យចម្រើនណាប៉ុន្តែលោកបានប្រាប់ម្យ៉ាងទៀតថាមនាលអវសោទាំងឡាយព្រោះហេតុតែកាលដែលបុគ្គលបាននៅអកុសលធម៌ហើយរមែងដល់នៅសេចក្តីទុក្ខចង្អៀតចង្អល់ណាក្តៅក្រហាយក្នុងបច្ចុប្បន្នហើយលះលោកនេះទៅហើយរមែងទៅកើតក្នុងអបាយទុក្ខតេវិនិបាតទទួលបាននៅសេចក្តីទុក្ខដ៏ក្រៃលែងដូចមើលឃើញនៅក្នុងជីវិតស្រាប់ថាព្រះអង្គសម្ដែងថាកម្មណាវតតីលោកោណាសត្វទាំងឡាយគឺប្រព្រឹត្តទៅតាមកម្មអ្នកណាដែលបៀតបៀនសត្វច្រើនទៅក៏ឈឺច្រើនទៅអ្នកណាបកកែខាងសម្លាប់ជីវិតគេទៅអាយុខ្លីទៅអ្នកណាបកកែខឹងទៅក៏សម្បល់អាប់មិនល្អអញ្ចឹងណាខ្ញុំណាសត្វទាំងឡាយប្រព្រឹត្តតាមកម្មអញ្ចឹងហើយមិនមែនទាល់តែបរៈលោកនេះបានវាឲ្យផលទេក្នុងបច្ចុប្បន្នហ្នឹងពេលខ្លះធ្វើទៅតន់ហន់ភ្នែកតន់ហន់ភ្នែកដូចធ្វើបាបខ្លាំងអញ្ចឹងទៅសម័យដើមអីភិក្ខុទេវទត្តធ្លាប់កើតជាព្រានព្រៃណាទៅសុំភ្លុកព្រះបរមពោធិសត្វរហូតដល់3លើកដល់ពេលលើកទី3នឹងឯងត្រូវធរណីស្រោបក្នុងបច្ចុប្បន្នហ្នឹងតែម្ដងហ្នឹងគឺកន្លែងដែលថាបុគ្គលធ្វើបាបហើយរមែងបានសេចក្តីទុក្ខបែបហ្នឹងឯងទៅព្រះមានពភាព្រះអង្គទ្រង់សម្ដែងឲ្យលះហើយព្រះអង្គសម្ដែងអំពីអបាយលះបាបលះអកុសលទៀតយល់ទេញោមណាអរគុណច្រើន